មជ្ឈដ្ឋានភូមិសាស្ត្រនិងដើមកំណើតជាតិខ្មែរមជ្ឈដ្ឋានភូមិសាស្ត្រក្នុងសម័យដ៏រុងរឿងបំផុតទឹកដីខ្មែរបានលាតសន្ធឹងទៅលើមួយភាគធំនៃអាស៊ីអាគ្នេយ៍ដីគោកក្រៅពីប្រទេសខ្មែរបច្ចុប្បន្នដីកូសាន់ស៊ីនទាំងមូលផ្នែកខាងត្បូងនិងកណ្ដាលនៃប្រទេសឡាវដែលជាផ្នែកខាងកើតនិងប្រទេសថៃក៏ជារបស់ខ្មែរដែរហើយមានពេលខ្លះអំណាចខ្មែរបានលាតសន្ធឹងរហូតដល់ជ្រោយម៉ាឡាយូនិងប្រទេសភូមាថែមទៀតផងពីសតវត្សទី13ដល់19ទឹកដីខ្មែរបានរួចបន្តិចម្ដងដោយសារតែអំពើរុករានរបស់ជនជាតិសៀមនិងជនជាតិយួនដែលមានបំណងចង់យកទន្លេមេគង្គធ្វើជាព្រំដែនរួមរបស់គេដែលមានការស្នើសុំពីសំណាក់ស្ដេចខ្មែរហើយស្របនឹងប្រយោជន៍របស់គេផងនោះបារាំងធ្វើអន្តរាគមន៍ចូលមកក្នុងនយោបាយខ្មែរហើយប្រហែលជាដោយសារតែនោះជាតិខ្មែរយើងក៏អាចនៅគង់វង្សរហូតដល់សពថ្ងៃព្រមទាំងអាចថែរក្សាទឹកដីដែលខ្លួនមានកាលពីសតវត្សទី18ប៉ុន្តែជនជាតិខ្មែររាប់លានអ្នកត្រូវឃ្លាតឆ្ងាយពីមាតុភូមិរបស់ខ្លួនហើយត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ជនជាតិបរទេសដែលបានយកទឹកដីខ្មែរធ្វើជាទឹកដីរបស់គេប្រទេសខ្មែរសពថ្ងៃមានផ្ទៃដី 182,000 គីឡូម៉ែត្រការ៉េហើយសពថ្ងៃនៅចន្លោះប្រទេសថៃនិងប្រទេសឡាវប្រទេសវៀតណាមខាងត្បូងនិងឈូងសមុទ្រថៃបាននិយាយពីសន្តានដីគឺឃើញមានភូមិភាគ2ខុសប្លែកគ្នាមួយផ្នែកជាដីខ្ពស់នៅភាគខាងជើងឦសាននិងនិរតីមួយផ្នែកទៀតជាដីទំនាបតំបន់ទន្លេសាបអាំងទន្លេមេគង្គនិងតំបន់ឆ្នេរសមុទ្រភូមិភាគដីខ្ពស់ជាភូមិភាគសម្បូរទៅដោយព្រៃឈើហើយមានសន្តានហាក់ដូចជារបងព័ទ្ធជុំវិញដីទំនាបនៅទិសនិរតីជួរភ្នំក្រវាញបានលាតសន្ធឹងតាមឆ្នេរសមុទ្រដែលមានកម្ពស់មធ្យមមិនហួសពី 1000 ម៉ែត្រឡើយនៅទិសនិរតីជួរភ្នំក្រវាញបានលាតសន្ធឹងតាមឆ្នេរសមុទ្រដែលមានកម្ពស់មធ្យមមិនហួសពី 1000 ម៉ែត្រឡើយនៅខាងជើងជួរភ្នំដងរែកជាព្រំដែនធម្មជាតិរវាងប្រទេសខ្មែរនិងប្រទេសថៃនៅខាងត្បូងជួរភ្នំនេះគេឃើញមានភ្នំដែកនិងខ្ពង់រាបខ្លះភ្នំគូលែននៅទិសឦសាននិងខ្ពង់រាបក្រានីតដែលបានលាតសន្ធឹងនៅក្នុងខេត្តរតនគិរីនិងមណ្ឌលគិរីហើយបានមានកន្លែងខ្លះមានកម្ពស់រហូតដល់ 1000 ម៉ែត្រកន្លែងប្រជុំព្រំដែន3ខ្ពង់រាបទាំងនេះជាប្រភពនៃស្ទឹង3ដែលបានហូរឆ្ពោះទៅរកទន្លេមេគង្គគឺស្រែពកសេសាននិងសេកងផ្នែកកណ្ដាលនៃប្រទេសខ្មែរបានលាតសន្តានជាចានដែកធំមួយដែលគេឃើញថាមានភ្នំនៅត្រង់នេះនិងត្រង់នោះនៅត្រង់នោះដែលមានមនុស្សរស់នៅជាច្រើនកកជាទីបំផុតហើយដែលបានចិញ្ចឹមជីវិតមនុស្សដោយរបរកសិកម្មព្រោះដីមានជីជាតិនិងទំហំធំទូលាយជាងគេនៅឥណ្ឌូចិនទាំងមូលនេះទន្លេមេគង្គជាទន្លេដ៏ធំមួយដែលបានឆ្លងកាត់វាលទំនាបខ្មែរពីខាងជើងរហូតដល់ចុងខាងត្បូងទន្លេនេះមានប្រវែងជាង 5000 គីឡូម៉ែត្រដែលមានប្រភពចេញពីខ្ពង់រាបទីបេហើយបានហូរកាត់ប្រទេសចិនខាងត្បូងប្រទេសភូមាប្រទេសថៃប្រទេសឡាវប្រទេសខ្មែរនិងប្រទេសវៀតណាមខាងត្បូងនៅត្រង់ខោនប្រទេសឡាវដុំថ្មជាច្រើនបានរាំងផ្លូវទន្លេមេគង្គជាប់បង្កើតបានជាអាងទឹកកម្ពស់ប្រមាណ20 ម៉ែត្រហើយបានជាហេតុបណ្ដាលឲ្យមានល្អក់ទឹកមិនអាចកប៉ាល់ធ្វើចរាចរណ៍ទៅមកបានដីសន្ធរទន្លេមេគង្គមានដៃច្រើនខ្លះមានទទឹងទៅដល់2 គីឡូម៉ែត្រនិងមានទំហំប្រមាណ600 គីឡូម៉ែត្រវាទំនាបទន្លេមេគង្គបានលាតសន្ធឹងពីក្រចេះរហូតដល់សមុទ្រចិននៅភ្នំពេញទន្លេនេះបានបែងចែកជា4ត្រង់កន្លែងដែលគេហៅថាទន្លេ4មុខទន្លេធំទន្លេសាបទន្លេតូចនិងទន្លេបាសាក់នៅខែមីនាដល់ខែមេសាទឹកទន្លេមេគង្គស្រកចុះច្រើនហើយនៅនឹងមួយកន្លែងលុះដល់រដូវភ្លៀងជោគជាំនៅខែកក្កដាទឹកទន្លេឡើងខ្លាំងទឹកអាចឡើងដល់5000 ម៉ែត្រត្រីគុណក្នុង1 វិនាទីលើសទន្លេក្រហមទៅទៀតដែលមានទឹកត្រឹមតែ 30,000 ម៉ែត្រត្រីគុណក្នុង1 វិនាទីទន្លេតូចនិងទន្លេបាសាក់មិនអាចនាំទឹកហូរទៅក្នុងសមុទ្រចិនបានទាំងអស់ទឹកនោះក៏ហូរចូលទៅក្នុងបឹងធំបឹងធំបឹងតូចតាមរយៈទន្លេសាបដូច្នេះបឹងទន្លេសាបជានិយាយក
មួយយ៉ាងសំខាន់ទប់ទល់កុំឲ្យមានទឹកជំនន់ក្នុងរដូវវស្សាតាមការសិក្សារបស់អ្នកភូមិសាស្ត្របឹងទន្លេសាបជាស្នាមនៃឈូកសមុទ្រមួយត្រូវបានបិទជិតដោយដីល្បាប់ដែលទន្លេមេគង្គនាំយកលុបជារៀងរាល់ឆ្នាំបឹងនេះមានប្រវែងសរុប160គីឡូម៉ែត្រមានបឹងធំបូកបឹងតូចបូកវាភក់ដែលមានទទឹងជាអតិបរមា35គីឡូម៉ែត្រនៅរដូវសម្រក់មីនាដល់ខែមេសាទំហំផ្ទៃទឹកមានប្រមាណ3000គីឡូម៉ែត្រការ៉េនៅរដូវទឹកឡើងខែកក្កដានៅពេលដែលទឹកទន្លេមេគង្គហូរចូលកម្ពស់ទឹកឡើងដល់2ដល់14ម៉ែត្រទឹកហូរចេញពីពន្លិចតំបន់ខាងរហូតដល់20ទៅ30គីឡូម៉ែត្រនៅខែតុលាវិច្ឆិកាទឹកហូរចេញពីបឹងទន្លេសាបចូលទៅក្នុងសមុទ្រមេគង្គវិញគឺក្នុងឱកាសនេះហើយដែលប្រជាជននាំគ្នាប្រារព្ធធ្វើពិធីបុណ្យអុំទូកសំពះព្រះខែបណ្ដែតប្រទីបគូគាត់សម្គាល់ថាបឹងទន្លេសាបជាកន្លែងដែលមានត្រីច្រើនជាងគេនៅក្នុងពិភពលោកបើគិតតាមសមាមាត្រនៃទំហំបឹងនេះម្យ៉ាងទៀតនៅប្រទេសខ្មែរយើងភ្លៀងធ្លាក់ទៀងទាត់ជាងប្រទេសវៀតណាមខាងជើងដូច្នេះហើយជាទឹកជន់ទន្លេមេគង្គមានភាពមិនសូវសាហាវដូចទន្លេក្រហមទេគេមិនចាំបាច់ធ្វើទំនប់ហើយដើម្បីពង្រីកយកដីដាំដំណាំគេគ្រាន់តែបង្ហូរទឹកចេញពីកន្លែងណាដែលលិចនិងបង្ហូរទឹកចូលនៅត្រង់កន្លែងណាពុំសូវមានទឹកដោយការជីកប្រឡាយនេះគឺជាវិធីដែលអ្នកស្រុកអាណាចក្រភ្នំធ្លាប់បានអនុវត្តនៅក្នុងការប្រកបរបរកសិកម្មរបស់ខ្លួនដូចជាយូរណាស់មកហើយតើអ្វីជាដើមកំណើតជាតិខ្មែរបញ្ហាដើមកំណើតជាតិខ្មែរមានចោទឡើងជារៀងរាល់ពេលដែលគេធ្វើការសិក្សាស្រាវជ្រាវអំពីអច្ឆរិយៈឬប្រវត្តិសាស្ត្រខ្មែរយ៉ាងណាមិញជាតិឬពូជអម្បូរជាមូលធនមួយយ៉ាងសំខាន់ជួយបំភ្លឺអ្នកប្រាជ្ញក្នុងការសិក្សាស្រាវជ្រាវអំពីអរិយធម៌របស់ជនជាតិណាមួយចំពោះខ្មែរយើងមានការយល់មិនច្បាស់ពីអត្តសញ្ញាណហើយនេះជាហេតុដែលនាំឲ្យអ្នកសិក្សាខ្លះមានការភ័ន្តច្រឡំរហូតដល់ទាញភ្ជាប់ជាតិខ្មែរទៅនឹងជាតិណាមួយដែលគេយល់ថាមានអរិយធម៌ខ្ពង់ខ្ពស់ជាងខ្មែរជាយូរណាស់មកហើយអ្នកសិក្សាស្រាវជ្រាវពីខ្មែរបានខិតខំដោះស្រាយបញ្ហាដ៏សំខាន់នេះហើយបានបញ្ចេញជាយោបល់សមត្ថកម្មប្លែកៗគ្នាហើយជួនកាលក៏ផ្ទុយស្រឡះតែម្ដងប៉ុន្តែយើងបានប្រមូលយោបល់ឬសមត្ថកម្មទាំងនោះបានជា3ប្រភេទទី1យោបល់ដែលយល់ថាខ្មែរគឺឥណ្ឌាឬក៏ថាខ្មែរឥណ្ឌាជាជនជាតិតែមួយទស្សនៈបែបនេះលោកអុកញ៉ាលឹមក្រសេមបានបញ្ជាក់យ៉ាងពិស្ដារនៅក្នុងសៀវភៅពងសាវតាខ្មែរភាគ1បោះពុម្ពនៅភ្នំពេញគ្រិស្តសករាជឆ្នាំ1971លោកបានសរសេរអធិដ្ឋាតាមតកែស្រាវជ្រាវតាមផ្លូវប្រវត្តិសាស្ត្រមកហើយប្រកាសថានៅក្នុងដែនឥណ្ឌាខាងត្បូងដែលបានផុតអំពីមជ្ឈមប្រទេសជាទីតាំងប្រទេសជាច្រើនដែលនៅត្រង់រវាងកណ្ដាលនៃប្រទេសទាំងនោះគឺត្រង់ហៅថាតក្កិណាដែលមានប្រទេសមួយឈ្មោះថាកុសុមេរុជាប្រទេសដ៏ធំមានប្រជាជនច្រើនកកខ្មែរយើងដើមឡើយមុនដែលបានផ្សាយនៅក្នុងរដ្ឋអាស្រ័យនៅក្នុងកុសុមេរុរដ្ឋនោះជាប្រទេសរបស់ខ្មែរតាំងពីបុរាណមកឈ្មោះជាតិខ្មែរឬហៅត្រឹមត្រូវតាមសូរស័ព្ទដើមកុសុមេរុដូច្នេះតែជាតាមសំនៀងនិយាយជាភាសាថាកុសុមេរុទំនងនេះជាឈ្មោះភ្នំសុមេរុគេហៅថានៅត្រឹមសុមេរុលុះយូរមកហើយឈ្មោះនេះបានคล้ายទៅជាពិតប្រាកដនៅសិលាចារឹករបស់ខ្មែរដែលហៅថាខ្មែរទៅជាសំឡេងផ្សំសម័យសិលាចារឹកប្រែថាខ្មែរតាំងពីក្រោយពុទ្ធកាលប្រមាណ200ឆ្នាំជាដើមមកជនជាតិខ្មែរបានផ្សាយមកនៅក្នុងដែនសុវណ្ណភូមិពួកខ្លះបានយកប៉ងដើម្បីរកស៊ីលក់ដូរតាមធម្មតាពួកខ្លះទៀតរករត់សឹកអ្នកដែលនាំអាចារ្យធម៌ពីឥណ្ឌាមកផ្សាយនៅក្នុងដែនដីនេះគឺជាខ្មែរអាស្រ័យទៅលើជាតិខ្មែរដែលមានអាធម៌ខ្ពង់ខ្ពស់ដែលមានឥទ្ធិពលទើបអាចផ្សាយ
អាធររបស់ខ្លួននៅលើជាតិទាំងឡាយដែលក្រោមអំណាចនឹងជាតិទាំងឡាយដែលនៅជិតទៀតផងដែលហេតុនេះមានគេយល់ថាខ្មែរជាឥណ្ឌាទី2នៅក្នុងដែនសវណ្ណភូមិខដែលខ្មែរយើងផ្សាយពីឥណ្ឌាដូច្នេះតើអ្វីជាសំណះអំណាងក្រៅពីជាតិនឹងឈ្មោះប្រទេសដោយពោហើយដែលមានផតាំងយ៉ាងដទៃទៀតច្រើនយ៉ាងសំអាងគឺកលក្ខណៈអក្សរនិងភាសាខលទ្ធិប្រពៃណីនិងសាសនាគោពងសាវតានិងតាមសេចក្តីកត់ហេតុជាតិខ្មែរជាជាតិជ្វាជាម្ចាស់ដើមដែលបានរួមទៅជាជាតិមួយដែលហៅថាកុសុមេរុគឺជាខ្មែរសពថ្ងៃនេះឯងខ្មែរក្នុងចំនួនដើមមានរូបរាងច្រើនស្រងស្រមោះស្រួចសម្បល់កាយខ្មៅស្រអែមឯជនជាតិជ្វានោះក៏មានលក្ខណៈរូបរាងយ៉ាងសមរម្យសម្បល់កាយសជ្រះរូបល្អច្រើនពងសាវតាភូមាថាមននិងខ្មែរជាបងប្អូនផងគ្នាមកចោះអំពីឥណ្ឌាទាំងពីរពួកតែមនផ្សាយមកមុនបន្តិចទស្សនៈខាងលើរបស់អង្គការឈឹមក្រសេមខាងលើនេះមានជនជាតិបរទេសយល់ស្របតាមនិងយកទៅប្រើប្រាស់ជាផលប្រយោជន៍របស់គេថែមលោកព្រីរេឡូទីអ្នកនិពន្ធបារាំងដ៏ល្បីល្បាញមួយរូបបានសរសេរនៅក្នុងសៀវភៅឈ្មោះពេលេអង្គរថាប្រជាជនខ្មែរជាមេធាងដែលបានដាច់ចេញពីមហាអម្បូរអាចំណែកលោកអំសេនីប្រាម៉ុចមេធាវីថៃមេតុលាការអន្តរជាតិទីក្រុងឡាអេបានយកទស្សនៈបែបនេះធ្វើជាតលហិកដើម្បីប្រឆាំងជាមួយនឹងខ្មែរនៅក្នុងរឿងក្តីប្រាសាទព្រះវិហារដែលសារព័ត៌មានសៀមឈ្មោះថាឆៅថៃចុះនៅថ្ងៃទី31ខែតុលា 1959បានរំលឹកថាមុំសេនីប្រាម៉ុចបាននិយាយថាពពួកខមជាជនជាតិពូជអម្បូរឥណ្ឌាជនជាតិថៃមានដើមកំណើតនៅក្នុងខេត្តចិនយូណានដែលបានវាយកជោគជ័យទៅលើជាតិខមឬក៏ហៅថាខមរហូតមកដល់ពួកនេះត្រឡប់ទៅស្រុកឥណ្ឌាវិញដែនដីតាំងពីដើមមកពួកខមតាំងពីនៅខ្លាយទៅជាដីថៃហើយប្រជាជនថៃក៏បែងចែកខ្លួនជាពីរក្រុមទី1មកតាំងនៅតំបន់ទំនាបដែលគេឲ្យឈ្មោះថាសពថ្ងៃកម្ពុជាក្រុមមួយទៀតបានតាំងនៅតំបន់ខ្ពស់ដែលនៅថៃរក្សាឈ្មោះថៃដដែល2យោបល់អ្នកចាត់ទុកជាតិខ្មែរជាជាតិ Province ចេញពីប្រទេសឥណ្ឌាហើយបានមកលុកលុយដណ្ដើមយកទឹកដីរបស់ជនជាតិមួយគឺជនជាតិក្នុងអម្បូរម៉ាឡេយូប៉ូលីនេស៊ីយ៉ែនឬជនជាតិថៃកាដៃប៉ុន្តែជនជាតិមួយនេះដោយឡែកពីជនជាតិឥណ្ឌាហើយស្ថិតនៅក្នុងអម្បូរមនឬក៏ខ្មែរមននេះជាទស្សនៈរបស់លោក Hagri Khan ចំពោះទស្សនៈរបស់ Prire Goro បានបញ្ជាក់ថាជនជាតិមនឬក៏ខ្មែរប្រហែលជាត្រូវពួកទ្រាវុធឬពួកអាច្រើនចោលពីប្រទេសឥណ្ឌាហើយបាននៅសល់នៅក្រុមខ្លះដូចជាពួកបនបានលុកលុយប្រទេសភូមានិងប្រទេសសៀមនិងកម្ពុជាគេបន្ថែមនៅក្នុងក្រុមអ្នកសិក្សាស្រាវជ្រាវទី2ដែលឈ្មោះលោកអេលីណេអាម៉ូរីតូដែលយល់ថាក្រុមមនឬក៏ខ្មែរមានតាំងដើមនៅភ្នំទីបេហើយក្រោយមកក៏បានបំបែកខ្លួនជាពីរមួយក្រុមមនខ្មែរចូលមករស់នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ឯក្រុមមួយទៀតមុតចូលទៅក្នុងប្រទេសឥណ្ឌារហូតមកដល់សពថ្ងៃ3យោបល់ដែលទទួលស្គាល់ថាជនជាតិខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងអម្បូរមនខ្មែរហើយបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដងនេះគឺជាទស្សនៈរបស់លោក Bere Philip Crossleyser 4និងលោក Marcel ជាដើមលោកទាំងពីរបានយល់ថានៅក្នុងសម័យបុព្វេប្រវត្តិដែលយូរលង់ណាស់មកហើយមានមនុស្ស
ពូជខុសគ្នាបានធ្វើដំណើរយោបល់ដែលទទួលស្គាល់ថាជនជាតិខ្មែរជាជនជាតិពិសេសមួយស្ថិតនៅក្នុងអំបូរមនខ្មែរហើយបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដងនេះគឺជាទស្សនៈរបស់លោក Berry និងលោក Marcel ជាដើមលោកទាំងពីរយកឃើញថានៅក្នុងសម័យបុព្វប្រវត្តិដ៏យូរលង់ណាស់មកហើយមានមនុស្សពូជខុសគ្នាបានធ្វើដំណើរពីជើងចុះមកអាស៊ីអាគ្នេយ៍ហើយផ្សំកាត់ជាមួយគ្នាតាមការប៉ាន់ស្មានរបស់លោកទាំងពីរអំបូរមនខ្មែរយើងកាត់ចេញពីការផ្សំកាត់រវាងពូជមេឡានេស៊ីយៀននិងពូជឥណ្ឌូនេស៊ីយៀនហើយបានរស់នៅលើទឹកដីលាតសន្ធឹងពីឆ្នេរសមុទ្រចិនរហូតមកដល់ព្រំប្រទេសឥណ្ឌារួចមកហើយឃើញបានលីត្រដាំងនៅយោបល់និងសមត្ថកម្មរបស់អ្នកសិក្សាស្រាវជ្រាវពីជនជាតិខ្មែរឃើញថាយោបល់និងសមត្ថកម្មទាំងនោះទោះប្លែកគ្នាក៏បានស្របគ្នាត្រង់ចំណុចថាខ្មែរនិងមនស្ថិតនៅក្នុងអំបូរជាមួយគ្នាគឺអំបូរខ្មែរមននេះឯងដូច្នេះតទៅនេះទៅយើងខិតខំវែកញែករកមើលថាមនខ្មែរនេះជាអំបូរមួយពិសេសឬក៏ជនជាតិឥណ្ឌាដែរបើតាមទស្សនៈរបស់លោកអង្ញាយឹមក្រសេមឃើញថាខ្មែរគឺជាជនជាតិឥណ្ឌានឹងឯងព្រោះបានឃើញកើតចេញពីប្រទេសឥណ្ឌាមានឈ្មោះជាឥណ្ឌាទំនៀមទម្លាប់សាសនាអក្សរភាសាជារបស់ឥណ្ឌាហើយមនុស្សខ្មែរដើមទៀតសោតក៏មានលក្ខណៈជាឥណ្ឌាបេះបិទហើយលោកបានបញ្ជាក់ថាខ្មែរគឺជាឥណ្ឌាទី2ប្រសិនបើយើងលើកយកលទ្ធផលនៃការស្រាវជ្រាវរបស់ទស្សនវិទូពិភពលោកបានពិនិត្យមើលឃើញថាមនុស្សខ្មែរនិងឥណ្ឌាទាំងពួកសនិងខ្មៅមានលក្ខណៈខុសគ្នាឆ្ងាយណាស់យ៉ាងណាមិញខ្មែរមានកម្ពស់ជាមធ្យម 1.61 និងសន្ទុះលីក្បាល 84.5 ចំណែកឯពួកឥណ្ឌាសមានកម្ពស់ 1.72 និងសន្ទះក្បាលរលា 73.8 និងពួកឥណ្ឌាខ្មៅមានកម្ពស់ចាប់ពី 1.62 និងសន្ទុះលលាក្បាល 67.2 ឯការអះអាងថាខ្មែរចេញពីប្រទេសឥណ្ឌានោះតើមានអ្វីអាចបញ្ជាក់បានត្រង់តែមានទម្លាប់សាសនាអក្សរភាសាក្នុងផ្នែកនេះខ្មែរយើងបានទទួលឥទ្ធិពលពីឥណ្ឌាក៏ពិតមែនក៏ប៉ុន្តែការសិក្សាជីគល់បានបង្ហាញឃើញថាខ្មែរយើងមានអរិយធម៌ផ្ទាល់ខ្លួនទៅហើយមុនពេលដែលបានតាក់ទងជាមួយនឹងឥណ្ឌាបានសេចក្តីថាខ្មែរជាពូជដែលឡាយពីប្រទេសឥណ្ឌាហើយទស្សនៈរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវទី3បានយល់ថាអំបូរខ្មែរមុនបានកើតឡើងនៅត្រង់ភូមិភាគអាស៊ីអាគ្នេយ៍នេះតែម្ដងដោយការផ្សំកាត់រវាងមេឡាសេនីយៀងកម្ពស់ពី 1.65 m និងពួកឥណ្ឌូនេស៊ីយៀងកម្ពស់ 1.60 m ទៅ 1.63 m គួរក៏សម្គាល់ថាទស្សនៈនេះមានលក្ខណៈស្របទៅនឹងទស្សនៈរបស់ខ្មែរពីព្រោះយើងបានសំអាងទៅលើរឿងព្រេងខ្មែរលុះត្រាតែមាននាងនាគនៅស្រុកខ្មែរនេះឯងទៅព្រះថោងដែលគេថាមកពីស្រុកឥណ្ឌាបានជួបប្រភពគ្នាដោយបានគ្រប់គ្រងស្រុកកោកធ្លុកនេះដែរបានសេចក្តីថាលុះត្រាតែមានជនជាតិខ្មែរនៅលើកោះកោកធ្លុកនេះដែលទើបឥណ្ឌាអាចផ្សាយអរិយធម៌របស់ខ្លួនបាននឹងចូលទៅក្នុងស្រុកខ្មែរនិយាយពីដើមកំណើតជាតិខ្មែរនេះឯងលោក Maurice Kaiser លោក Maurice Kaiser អតីតអភិរក្សអង្គរបានសរសេរជាអាថាមិនមែនអ្នកខ្លះបានយល់នោះទេថាប្រជារាស្ត្រខ្មែរមានដើមកំណើតជាឥណ្ឌាសុសសាតហើយបានតាំងនៅក្នុងតំបន់មួយគ្មានមនុស្សឬក៏បានកំចាត់ពួកអ្នកស្រុកឲ្យមានការសម្លាប់រង្គោះរង្គើនិរទេសទាំងហ្វូមប្រជាជនខ្មែរគឺជាអ្នកស្រុកដើមកំណើតទទួលឥទ្ធិពលអរិយធម៌ឥណ្ឌារីឯលោក Harry Marcel អតីតអភិរក្សអង្គរបានសរសេរថាខ្មែរមិនមែនជាជនជាតិពូជឥណ្ឌាទេខ្មែរជាលទ្ធផលនៃការផ្សំកាត់ជាច្រើនជាមួយនឹងឥណ្ឌូនេស៊ីយៀនចំពោះយោបល់ដែលថាខ្មែរបានលុកលុយដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយនោះច្រើនតែសំអាងទៅលើរឿងព្រេងនិទាននិយាយថា
មានស្ដេចចាបមួយអង្គបាននាំបរិវារ500នាក់ជិះសំពៅកំសាន្តតាមមហាសាគរលុះប៉ះនឹងខ្យល់បក់បោកក៏នាំឲ្យវិនិច្ឆ័យសំពៅអស់ទៅក៏រសាត់ទៅតាមកោះកោកធ្លោកហើយបានរស់នៅទីនោះតទៅតាមយោបល់យើងការដែលថាជ្វាឬចាមជាម្ចាស់ដើមកំណើតនៅស្រុកកោកធ្លោកដូចជាមិនទំនងព្រោះពួកនោះជាអ្នកចំណូលថ្មីបានជិះសំពៅមកស្រុករបស់គេមិនដឹងច្បាស់ថានៅទីណាទេបើតាមប៉ាន់ស្មានមើលប្រហែលមកពីម្ដុំកំពង់រាបប្រទេសវៀតណាមសពថ្ងៃមិនមែនមកពីប្រទេសឥណ្ឌូនេស៊ីព្រោះចរន្តច្រើនចុះពីជើងទៅត្បូងតាមសេចក្តីដំណើររបស់រឿងព្រេងដែលឃើញថាព្រះថោងបានមករៀបការជាមួយនឹងនាងនាគដែលរស់នៅទីនោះមុនការមកដល់ពួកចាមនិងព្រះថោងទៅទៀតបើដូច្នេះតើយើងចាត់ទុកថានាងនាគនេះគឺជាអ្វីជាសត្វដេរឆានឬក៏ជាមនុស្សដើមបង្អស់នៅទីនោះនាងចេះកាឡាខ្លួនជាមនុស្សរូបរាងល្អរួមសេចក្តីមកឃើញថាមានផតាំងជាច្រើនបានបង្ហាញថាខ្មែរមានជាតិចំណេះបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍ហើយស្ថិតនៅក្នុងអំបូរមនុស្សមួយដែលដោយឡែកពីអំបូរឥណ្ឌាហើយវិទូលោកបានឲ្យឈ្មោះថាអូស្តូអាស្ប៉ាទិកជាតិខ្មែរបានកកើតឡើងបានវិវត្តហើយមានជីវិតស្ថិតស្ថេររហូតមកដល់សពថ្ងៃនៅលើទឹកដីដែលដូនតាបានកសាងទុកគេដំណើរចំណែកឯជនជាតិដទៃទៀតដែលបានមករស់នៅភូមិភាគអាស៊ីអាគ្នេយ៍ដីគោកសពថ្ងៃជាអ្នកជិតខាងរបស់ខ្មែរគឺសុទ្ធតែបានមកដល់ក្រោយលើកលែងតែជនជាតិចាមចេញគឺថាបានចូលនៅក្នុងសម័យប្រវត្តិសាស្ត្រតែអាចនឹងយួននៅសតវត្សទី10និងសៀមនៅសតវត្សទី13